សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំចង់នាំបងប្អូនមកស្ដាប់ពីសំឡេងពិតនិងរូបភាពពិតរបស់មីសំផឹងបាត់គុកដែលវាបាននិយាយអំពីអ្នកនៅពីក្រោយខ្នងភេកវីរភាពសំរងស៊ីដែលបានស្គាល់ពីច្បាស់ថាវាជាកូនពុកទាំងយូរហើយពុកសរសើរឯងណាកុំឲ្យអ្នកណាដឹងថាសុខាជាកូនពុកឲ្យសោះមានតែមនុស្សម្នាក់ដែលដឹងណាទេជាអ្នកនៅពីក្រោយខ្នងភេកវីរភាពសំរងស៊ីទៀតខ្ញុំប្រាប់បងជាអ្នកនៅពីក្រោយខ្នងភេកវីរភាពសំរងស៊ីទៀតខ្ញុំប្រាប់បងប៉ុន្តែគាត់អាណិតអាសូរខ្ញុំនៅតែស្រឡាញ់តែណានិយាយមិនល្អពីខ្ញុំអត់បានទេប៉ះញ៉ាបានទេមិនប៉ិតប្រកាសទេគេគាត់សង្ស័យអីហើយឈប់ជេរនោះគាត់នឹងខ្ញុំណាខ្ញុំប្រាប់ឯងណាខ្ញុំនឹងគាត់ប្រៀបដូចជាបងឯងនឹងខ្ញុំអញ្ចឹងមានអីក៏ខ្ញុំនិយាយអស់បងយល់ទេនិយាយអស់អីប្រយ័ត្នតែឯងបានខ្ញុំហ៊ាននិយាយពេលខ្លះខ្ញុំនិយាយអញ្ចឹងមនុស្សគាត់ណាស្រឡាញ់ហើយនឹងជ្រុំជ្រែងខ្ញុំណាខ្ញុំប្រាប់ឯងឃើញខ្ញុំស្រែករកប្រកាសជំនួយខ្វប់អាខាបងជួយបងឯង50បងមិនមានច្រើនពួកគាត់ជួយទៅកាន់ភេកដែរបងឯងតាំងអគ្គនាយកថ្មីកុំឲ្យអារ៉ូបឺតហ្នឹងចូលអគ្គនាយកទៀតតាំងអគ្គនាយកថ្មីមែនបងឯងតាំងអគ្គនាយកថ្មីកុំឲ្យអារ៉ូបឺតហ្នឹងចូលអគ្គនាយកទៀតតាំងអគ្គនាយកថ្មីមែនខ្ញុំប្រាប់ឯងមនុស្សខ្ញុំណាអត់ធ្វើចេះសម្ដែងទេអាឈុតឆាកប្រយោជន៍តែបើសម្ដែងបែបក្បាច់ទៅហើយហ្នឹងខ្ញុំចេះក្រោយពីបងប្អូនបានស្ដាប់ចប់ហើយពីវីដេអូដែលមីសំផឹងបាត់គុកនេះបាននិយាយអ្វីដែលខ្ញុំចង់និយាយពេលនេះខ្ញុំមាន2រឿងដែលចង់និយាយរឿងទី1ខ្ញុំចង់សួរទៅភេកវីរភាពសំរងស៊ីទាំងអស់តើអ្នកណាមួយជាអ្នកនៅពីក្រោយខ្នងភេកវីរភាពសំរងស៊ីហើយដែលដឹងថាមីសំផឹងបាត់គុកនេះគឺជាកូនធម៌របស់អាសាញ់គេបែនតាំងពីយូរហើយនឹងរឿងទី1ដែលខ្ញុំចង់និយាយពួកអ្នកឯងដឹងហើយថាមីសំផឹងបាត់គុកនេះគឺជាកូនធម៌ធម៌ជាមួយនឹងអាសាញ់គេបែនប៉ុន្តែពួកអ្នកឯងនៅតែជួយជុំជ្រែងនៅតែជួយការពារនៅតែជួយកាន់ជើងទាំងដែលដឹងច្បាស់ថាមេចៅសំផឹងបាត់គុកនេះបានចេញមុខមកវាយប្រហារទៅដល់ថ្នាក់ដឹកនាំកម្ពុជារបស់យើងយ៉ាងចាស់ដៃរហូតដល់ខ្ញុំចេញវាយប្រហារតបតទៅវាវិញដោយមានចេតនាការពារជនស្អាតសមជនស្លូតត្រង់គឺលោកប្រធានសំរងស៊ីប៉ុន្តែអ្វីដែលខ្ញុំបានចេញការពារលោកប្រធានសំរងស៊ីបែរជាសហការីរបស់ទូទស្សន៍ភេកវីរភាពសំរងស៊ីមានចេតនាចេញមកវាយប្រហារខ្ញុំបែរជាតការពារមេចៅសំផឹងបាត់គុកទាំងដែលពួកអស់លោកដឹងច្បាស់ហើយថាមីសំផឹងបាត់គុកនឹងគឺជាកូនធម៌របស់អាសាញ់គេបែនហេតុអីបានខ្ញុំចេញវាយប្រហារតបទៅមីសំផឹងបាត់គុកវិញបែរជាពួកឯងចេញមកការពារមីសំផឹងបាត់គុកហើយមកមានចេតនាមកវាយប្រហារខ្ញុំទៅវិញតើពួកឯងរាល់ថ្ងៃនឹងខាងណាគេពិតប្រាកដខាងអ្នកប្រជាធិបតេយ្យខាងគណៈបកប្រឆាំងឬក៏ខាងអាសាញ់គេបែនបើអ្នកឯងក្លាហានសូមអ្នកឯងចេញមុខណាកុំនៅលាក់លៀមចឹងថប់ទៀតណាពីព្រោះទង្វើរបស់អ្នកឯងនេះវាកាន់តែចេញកាន់តែច្បាស់ហើយថាអ្នកឯងមិនមែនបំរើអ្នកប្រជាធិបតេយ្យទេអ្នកឯងមិនមែននៅខាងគណៈបកប្រឆាំងទេពីព្រោះអ្នកឯងបានដឹងច្បាស់ថាមីសំផឹងបាត់គុកគឺជាកូនធម៌របស់អាសាញ់ហើយប៉ុន្តែពួកអ្នកឯងនៅមានចេតនាការពារជួយជុំជ្រែងរហូតទៀតអញ្ចឹងពួកអ្នកឯងគឺជាក្រុមតែមួយហើយរឿងទី2ដែលខ្ញុំចង់និយាយក្រោយពីអ្នកនៅក្រោយខ្នងភេកវីរភាពសំរងស៊ីបានដឹងច្បាស់ថាមីសំផឹងបាត់គុកគឺជាកូនធម៌របស់អាសាញ់គេបែនតាំងពីយូរហើយមីសំផឹងបាត់គុកនេះវាបានស្នើទៅភេកវីរភាពសំរងស៊ីឲ្យដករ៉ូបឺតលីចេញពីអគ្គនាយកហើយតាំងអ្នកថ្មីគឺភេកវីរភាពសំរងស៊ីគឺធ្វើតាមសំណើមីសំផឹងបាត់គុកនឹងភ្លាមដោយអត់មានបកែកអីទាំងអស់ដូរពីរ៉ូបឺតលីទៅហេងសង្គ្រាមទាំងដែលឯងបានដឹងហើយថាឥឡូវនេះមីចៅសំផឹងបាត់គុកគឺវាបានចេញវាយប្រហារថ្នាក់ដឹកនាំកម្ពុជារបស់យើងគឺខ្លាំងមែនទែនរហូតដល់ធ្វើឲ្យខ្ញុំទ្រាំលែងបានខ្ញុំចេញមុខតតាំងដើម្បីការពារជនស្លូតត្រង់បុគ្គលស្អាតស្អំប៉ុន្តែបែរជាសហការីរបស់ភេកវីរភាពសំរងស៊ីនេះទាំងដែលដឹងតាំងពីយូរថាមេចៅសំផឹងបាត់គុកជាកូនធម៌របស់អាសាញ់គេបែនរហូតមេចៅសំផឹងបាត់គុកស្នើទៅដកអគ្គនាយករ៉ូបឺតលីចេញពួកអស់លោកធ្វើតាមហើយដករ៉ូបឺតលីចេញពីអគ្គនាយកភេកវីរភាពសំរងស៊ីទៅទៀតតើរាល់ថ្ងៃពួកអ្នកឯងខាងណាគេពិតប្រាកដបើអ្នកឯងក្លាហានបើអ្នកឯងក្នុងភាពជាមនុស្សអ្នកឯងត្រូវក្លាហានហើយចេញមុខកុំនៅលាក់មុខអញ្ចឹងថោកទាបខ្លាំងណាស់ថោកទាបបំផុតគឺពួកដែលលក់ក្បាលចុះចូលបំរើមេឃាតករហើយចេញវីដេអូវាយបកទៅលើថ្នាក់ដឹកនាំរបស់យើងយ៉ាងចាស់ដៃហើយបែរជាអ្នកឯងមិនចេញការពារថ្នាក់ដឹកនាំខ្លួនឯងហើយមានអ្នកចេញការពារជំនួសហើយអ្នកឯងមានចេតនាវាយអ្នកចេញការពារថ្នាក់ដឹកនាំខ្លួនឯងទៀតបែរជាទៅកាន់ជើងឬដែលបានលក់ក្បាលចុះចូលបំរើមេឃាតករអាសាញ់គេបែនទៅវិញបងប្អូនអ្វីដែលខ្ញុំហ៊ូចិត្តគឺភេកវីរភាពសំរងស៊ីដាក់សំបីតែឈ្មោះភេកក៏ដាក់ឈ្មោះសំរងស៊ីដាក់ logo ក៏យករូបសំរងស៊ីទៅដាក់ពេលខ្លះគេផ្សាយថាភេកនេះគឺជាភេករបស់សំរងស៊ីទៅទៀតតែធៀបពិតមិនមែនទេបងប្អូនភេកសំរងស៊ីគឺមានតែភេកផ្ទាល់ខ្លួនមួយគត់គឺឈ្មោះសំរងស៊ីអត់មានឈ្មោះអីផ្សេងក្រៅពីនឹងទេប៉ុន្តែពេលដែលមានឆ្កែលក់ក្បាលចុះចូលបំរើមេឃាតករ
ចេញវាបហាថ្នាក់រំដំខ្លួនឯងដែលខ្លួនឯងក៏រົບខ្លួនឯងឲ្យតម្លៃយកទាំងឈ្មោះនិងរូបថតយកមកដាក់នៅក្នុង page ហើយបែរជាមិនចេញតទល់ជាមួយនឹងអ្នកដែលបានវាយបហាថ្នាក់រំកំពូលរបស់ខ្លួនឯងតែមានចេតនាចេញការពារហើយក៏ធ្វើតាមសំណើបុគ្គលដែលបានលក់ក្បាលចុះចូលបំរើមេឃាតករទៅទៀតពួកអ្នកឯងពិតជាថោកទាបខ្លាំងថោកទាបមែនទែនបើពួកអ្នកឯងមានមនសិការហើយនៅមានភាពក្លាហានពួកអ្នកឯងចេញមកចេញឲ្យច្បាស់មកកុំនៅថោកទាបនៅពូនសំងំបែបហ្នឹងវាថោកទាបខ្លាំងណាស់ពីព្រោះទង្វើបែបនេះគឺយើងគ្រប់គ្នាច្បាស់ជាដឹងច្បាស់ហើយថាអ្នកណាជាអ្នកនៅពីក្រៅខ្នងភេកវិរៈភាពសំស៊ីដែលបានដឹងថាមានសម្ផឹងបាត់គុកហ្នឹងគឺជាកូនធម៌របស់អាសញ្ញកបានយូរហើយរហូតដល់មេចៅសម្ផឹងបាត់គុកហ្នឹងស្នើសុំឲ្យដូរអគ្គនាយករ៉ូបឺតលីចេញទៀតគឺពួកអ្នកឯងបានធ្វើតាមមេសម្ផឹងបាត់គុកហ្នឹងទៀតដូច្នេះពួកអ្នកឯងគឺជាក្រុមតែមួយរបស់មេចៅសម្ផឹងបាត់គុកហ្នឹងហើយគ្មានក្រុមរបស់អ្នកណាទៀតទេ